Li mấy anh một làm pa nợ tê dương phơ ấy. Chen Yun San anh trong tục mục mật khá tế. Rươngពួកយើងចប់ហើយផ្ទះឯងនៅតែបិទអសរមង្គលទៀតមិនមែនចង់ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះយើងទេ Mình bách anh một hai tê dương hay khuôn ảnh bàn. Chen Yun San មើលសភាពឯងចុះយើងសុំតែ300ជាថ្លៃបណ្ណាការឯងរកមិនបានផងឯងចាំតែនៅ live មួយជីវិតទៅ Anh. Pi nẹ nâng chlu khnia tiệt hai khang srei kê mình điệp ca chỉ mũi tê. Mịch đai cạt ấy. Lưu tha cru sa trco trên cỏ nát xông bay tại bay roi có rốc mình bàn đai điệp ca từ hộp sọl ấy. Men hai ở bốc chốc thưa ca chương có bị ca tiệt trên Yun San khuôn anh có khmiên lôi cạ ta srei na prom tam. Yun San quát chi manu trong tại khmiên sầm mặt tập hiệp tê khnyom tha lịch khất mừng côn ní hai cháu có lọ đai công ở khma kê. Ní giấy đẹp đa ấy. Côn pro khnyom mình ở nhẹ nam ní giấy đàm lời. Công khăng ấy ba ọt sầm mặt tập hiệp thưa ở côn treo lùm bả hài. Khnyom tơ còi phnom mùi plệt. Lôi. 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 Nì dây pi nú nơi tại rừng lôi. Chma mọc pi ná. Cú ở ảnh nệt ná chăm khnyom nom anh tập tè. Miên rừng ấy nắng. Trò chiếc khnyom pnei khnyom. Cho chma mình tờ na. Chma mình tờ na hái. Khnyom chba chi chuk khmoi lòng hài. Ní chìa vậy. Sất sông rồng. Ní cướp sất sông rồng. Sất mát su tà kề. Bong ni dây tha chun bor tê cầm pông đần đám khnia tinh viប្រសិនបើយើងយកវាទៅទីក្រុងវានឹងលក់បានយ៉ាងហោចណាស់2ឬ300ក្នុងមួយចិញ្ចៀងពិតជាមានមែនផ្សិតម៉ាតស៊ូតាកេទាំងអស់នេះគឺជាផ្សិតម៉ាតស៊ូតាកេហាហាហាយើងនឹងក្លាយជាអ្នកមានហើយលុយរាប់រយដុល្លារបានមកដោយទេពុកខ្ញុំមកវិញហើយមើលចុះថានេះជាអ្វីសិតម៉ាស៊ូតាកេមែនទេប្រហែលជាមាន 4 ឬ 5 ចិញ្ចៀងនៅទីនេះតើកូនទៅជីពីណាមកភ្នំខាងក្រោយមានច្រើនណាស់ពីមុនគ្មានអ្នកណាដឹងសោះនេះគឺជាទំនិញគុណភាពខ្ពស់សម្រាប់នាំចេញដើម្បីរកប្រាក់បរទេសតែចាស់លីវនៅភូមិក្បែរនោះបានរកឃើញមួយធំកាលពីឆ្នាំមុនហើយបានទិញផ្ទះនៅទីរួមខេត្តតែម្ដងពុកស្អែកយើងទៅទីរួមខេត្តយកវាទៅលក់ទៅចាំពុកទៅខ្ចីត្រាក់តតែកូនកើតអីហ្នឹងរងរបួសមែនទេកុំបារម្ភអីមិនមែនជាខ្ញុំទេពុកខ្ញុំមានរឿងចង់ប្រាប់ពុកកុំខ្លាចឲ្យសោះណាកូនឯងប្រហែលជាមិនបានទៅវាយគេទេដឹងលីនមេឡានផ្ដាច់ពាក្យគឺរឿងម្យ៉ាងប៉ុន្តែយើងមិនអាចទៅប្រើហិង្សាបានទេអុយពុកតើពុកកំពុងគិតស្អីហ្នឹងមើលទៅខាងក្រៅទ្វារចុះខ្លាកូនឡើងភ្នំទៅវ័យខ្លាមែនទេសិតសុងរងលក់អស់ហើយតោះយើងកាប់ខ្លានោះទៀតស្បែកខ្លាឆ្អឹងខ្លាប្រដាប់ភេទខ្លាសុទ្ធតែជារបស់កំវសិតសុងរងតើបានមកពីណាជីកដោយខ្លួនឯងនៅលើភ្នំវានៅស្រស់ណាស់ទំនិញរបស់អ្នកទាំងនេះលាងមិនសូវស្អាតទេហើយទំហំក៏មិនស្មើគ្នាដែរវាមិនសូវល្អទេ1គីឡូ190ខ្ញុំយកទាំងអស់190ត្រូវហើយឥឡូវនេះនៅក្នុងខេត្តទាំងមូលមានតែខ្ញុំម្នាក់គត់ដែលទិញប៉ុន្តែខ្ញុំម្នាក់ផ្សេងនិយាយថា1គីឡូ200ទៅ300មិនក៏190ទៅវិញឥឡូវនេះទីផ្សារមិនល្អទេគឺថ្លៃប៉ុណ្ណឹងឯងបើគ្មានបញ្ហាទេខ្ញុំយកទាំងអស់នេះហើយកុំប្រញាប់អីឲ្យខ្ញុំមើលទំនិញផងដែរអ្នកទាំងពីរនេះខ្ញុំមើលទៅប្លែកមុខស្មានថាទើបតែលក់ផ្សិតសុងរងលើកដំបូងហើយមិនដឹងពីតម្លៃទីផ្សារទេឯងកុំមកបំផ្លាញការងារល្អរបស់ខ្ញុំឲ្យសោះផ្សិតសុងរងបាច់នេះខ្ញុំសូម5ភាគ10ជួយបញ្ចុះតម្លៃឲ្យខ្ញុំផង
ប្អូនប្រុសតូចអ្នកមិនធ្លាប់ធ្វើការជាមួយពួកយើងទេផ្សិតសុងរងទាំងនេះមិនដឹងប្រភពច្បាស់លាស់ទេពួកយើងប្រឈមនឹងហានិភ័យខ្លាំងណាស់បែបនេះចុះលើកក្រោយធ្វើការជាមួយគ្នាគិត1គីឡូ200លើកនេះគិតតែ100សិនទៅយ៉ាងម៉េចដែរត្រូវហើយ100មិនតិចទេហើយនៅក្នុងទីរួមខេត្តមានតែខ្ញុំម្នាក់គត់ដែលទិញផ្សិតសុងរងបើអ្នកមិនលក់ឲ្យខ្ញុំទេអ្នកពិតជាមិនអាចលក់វាចេញបានឡើយពួកខ្ញុំបានសួរតាមរយៈដៃគូសហការហើយពួកគេទាំងអស់មិនមានទំនិញទេយើងនឹងត្រូវសងការខូចខាតយ៉ាងច្រើនក្រុមហ៊ុន Shen Trading ទប់ទល់មិនជាប់ទេឥឡូវនេះមានតែទៅសាកល្បងសំណាងនៅផ្សារបន្លែប៉ុណ្ណោះការនាំចេញក្រៅប្រទេសគឺខ្វះទំនិញដែលពេញនិយមត្រូវតែមានលំដាប់ខ្ពស់អ្នកណាទៅទិញនៅផ្សារបន្លែទៅពួកខ្ញុំទៅរកសិនសាកមើលក្រែងលោបានសម្រេច100ក៏100ចុះមិនអាចខ្ពស់ជាងនេះទៀតទេចាំបន្តិចខ្ញុំសូមពិភាក្សាជាមួយពុកខ្ញុំសិន Chen Yanshen Lin Milan anhតាមដានខ្ញុំមែនទេផ្សារបន្លែមិនមែនជារបស់គ្រួសារនាងទេខ្ញុំតាមដាននាងធ្វើអីខ្ញុំមកផ្សារបន្លែដើម្បីលក់ផ្សិតសុងរងមិនពាក់ព័ន្ធនឹងនាងទេផ្សិតសុងរង Chen Yanshen អញហ៊ានណាស់ហ៊ានលក់របស់คล้ายៗរបស់គេផងកុំមកបង្កការរំខាននាងឃើញភ្នែកណាថាខ្ញុំលក់របស់คล้ายៗអ្នកភូមិប៉ុន្មានអ្នកដើររកពេញភ្នំរកមិនបានផងចុះហេតុអីបានជាអញរកបានច្រើនម្ល៉េះដើម្បីបានលុយ300យកទៅការប្រពន្ធអញពិតជាហ៊ានធ្វើគ្រប់យ៉ាងមែនពុកអញជើងពីការដើរក៏មិនស្រួលផងមិនអាចឡើងភ្នំបានទេអញក៏មិនមែនជាកម្មករចំការដែរធម្មតាមិនដែលឡើងភ្នំទេផ្សិតសុងរងនេះបើមិនមែនរបស់คล้ายៗជាស្អីថៅកែទាំងពីររបស់คล้ายៗមែនទេអូយសម័យនេះរបស់คล้ายៗពេញផ្សារខ្ញុំស្ទើរតែភ្លេចទៅហើយបែបនេះចុះ20ក្នុង1គីឡូចាត់ទុកថាខ្ញុំទិញជាមេរៀនចុះបងប្រុសខ្ញុំម្នាក់នេះគួរតែរៀនសូត្រខ្លះហើយផ្សិតសុងរងរបស់អញពិបាកមើលណាស់20ចុះឲ្យថោកទៅ20នេះមិនមែនមើលងាយមនុស្សពេកទេអីផ្ទះខ្ញុំក្រមែនប៉ុន្តែមិនដែលបោកប្រាស់អ្នកណាទេទាំងនេះសុទ្ធតែជារបស់ពិតអ្នកណាថាខ្ញុំមិនដែលឡើងភ្នំឈប់សិនផ្សិតសុងរងពិតជាមានអ្នកលក់នៅផ្សារបន្លែមែន400ក្នុង1គីឡូខ្ញុំយកទាំងអស់សេដ្ឋីវ័យក្មេងនៃត្រកូលសិនយុនជេអូមិនមែនទេថៅកែសិនហេតុអ្វីបានជាលោកមកទីនេះថៅកែសិនកុំអាលច្រឡោតអីអំបញ្ញមិញមិត្តនារីម្នាក់នេះបាននិយាយថាគាត់លក់ទំនិញคล้ายតើលោកមិនចង់ពិចារណាឡើងវិញទេត្រូវហើយខ្ញុំសូមណែនាំលោកថាកុំចាញ់បោកគេឲ្យសោះខ្ញុំទិញប្រសិនបើវាជាទំនិញคล้ายចាត់ទុកថាខ្ញុំមើលមិនច្បាស់ចុះខ្ញុំសុខចិត្តទទួលយកលោកឯងនេះមិនក៏មិនចេះស្គាល់ល្អអាក្រក់ចឹងអ្វីដែលខ្ញុំលក់មិនមែនរបស់คล้ายទេវាជារបស់ពិតមើលនេះទៅខ្ញុំរកបានដោយផ្ទាល់ដៃពីលើភ្នំមកអាយ៉ាខ្លាមានខ្លាអ្នកទាំងអស់គ្នាកុំខ្លាចអីខ្លានេះងាប់បាត់ហើយនេះលោកជាអ្នកសម្លាប់វាស្បែកខ្លានៅពេញលេញគ្មានសំបីតែស្លាកស្នាមប្រហោងលោកធ្វើវាបានដោយរបៀបណា Chen Yanshen លោកមិនដែលប្រាប់ខ្ញុំសោះថាលោកចេះបរបាញ់សត្វមានរឿងច្រើនណាស់ដែលនាងមិនទាន់ដឹងតើលោកមានចរិតបែបណាហ្នឹងខ្ញុំប្រាប់លោកឲ្យដឹងចុះទោះបីលោកយកលុយ300យន់មកសុំខ្ញុំក៏គុំសង្ឃឹមថាខ្ញុំនឹងរៀបការជាមួយលោកឲ្យសោះថៅកែតម្លៃទីផ្សាររបស់ផ្សិតស៊ីងរងខ្ពស់បំផុតគឺ350ខ្ញុំមិនយក400ពីលោកទេគិតត្រឹម350ក្នុងមួយចិនបានហើយខ្ញុំមិនឆ្លៀតឱកាសពីលោកទេម្យ៉ាងទៀតតើលោកចង់បានខ្លានេះដែរឬទេចង់បានប្រកាសជាចង់បានហើយយកទៅធ្វើជាវត្ថុតាំងលម្អហើយបរិច្ចាគទៅសាមន្ទីរគឺពិតជាស័ក្តិសមបំផុតថ្លឹងផ្សិតស៊ីងរងសិនទៅផ្សិតស៊ីងរងកាន់តែធំកាន់តែមានតម្លៃបើលើសពី1តម្លឹងគឺជាប្រភេទលេខ1ហើយខ្ញុំនឹងកានិតម្លៃផ្សេងឲ្យលោកអាចដែលធំជាងគេគឺ1តម្លឹង4ព្រះឲ្យខ្ញុំមិនដែលឃើញផ្សិតស៊ីងរងធំបែបនេះទេបើធំជាងនេះបន្តិចគឺអាចយកទៅដេញថ្លៃនៅបរទេសបានហើយតែមួយគ្រាប់នេះខ្ញុំឲ្យលោក1800លោកត្រូវតែលក់ឲ្យខ្ញុំមួយគ្រាប់1800បាទផ្សិតស៊ីងរងផ្សេងទៀតខ្ញុំក៏យកទាំងអស់ដែររួមទាំងខ្លាមួយក្បាលនេះទៀតខ្ញុំមិនឲ្យលោកខាត់បងទេសរុបទាំងអស់ខ្ញុំឲ្យលោក5-2000យ៉ាងម៉េចដែរយោពមព្រមព្រៀងគ្នាមានរឿងឯកជនមួយចង់ឲ្យអញជួយបើអញជួបឆ្មាខ្មៅមួយក្បាលនៅក្នុងព្រៃជួយប្រាប់ខ្ញុំផងខ្ញុំនឹងឲ្យរង្វាន់យ៉ាងក្រាស់ក្រែលឆ្មាខ្មៅត្រូវហើយឆ្មារបស់ប៉ាខ្ញុំគាត់ស្រឡាញ់វាណាស់គាត់មើលថែវាលើសពីកូនស្រីបង្កើតទៅទៀតប៉ាខ្ញុំថាវាចូលចិត្តដើរលេងក្នុងព្រៃនៅលើករបស់វាមានពាក់ខ្សែកមាសមួយដែលងាយនឹងចំណាំណាស់ខ្សែកមាសមើលទៅមិនមែនជាសត្វឆ្មាធម្មតាទេយល់ព្រមខ្ញុំនឹងជួយតាមដានឲ្យអរគុណច្រើនថ្ងៃក្រោយបើមានរបស់ល្អចូលទៅរកខ្ញុំផ្ទាល់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មខេត្តខ្ញុំឈ្មោះស៊ិនយុនចិនស្រីម្នាក់នេះមកពីណាចេញមុខមកភ្លាមអស់5-2000បាត់
មជ្ឈមណ្ឌលពាណិជ្ជកម្មខេត្តយើងមិនដែលធ្វើចំនួនជាមួយទេមិនស្គាល់ក៏ជារឿងធម្មតាដែរខ្ញុំឃើញនាងមកចត់ណាស់ពូកែជាងលីមីឡានឆ្ងាយណាស់ស្អីគេប៉ាខ្ញុំរកឃើញផ្សិតសុងរងហើយមាន9ដាំជាប្រភេទល្អបំផុតការបញ្ជាទិញអាចប្រកួតបានទាន់ពេលហើយមជ្ឈមណ្ឌលពាណិជ្ជកម្មខេត្តមានសុវត្ថិភាពហើយលើកពីនេះខ្ញុំថែមទាំងបានខ្លាមួយក្បាលទៀតផងប៉ាត្រូវតែមកមើលឲ្យបានឆ្មាមិនទាន់មានតម្រុយទេខ្ញុំនឹងរកវិធីផ្សេងទៀតខំប្រឹងរកឆ្មាដល់ថ្នាក់ហ្នឹងធ្វើឲ្យខ្ញុំភ័យជំនួសហើយផ្សិតសុងរងមួយបាច់នេះអាចជួយការបញ្ជាទិញក្រៅប្រទេសបានធ្វើឲ្យធូរចិត្តបានខ្លះប៉ុន្តែសម្រាប់ការតាំងពីពណ៌អស្ចារ្យបុរាណក្នុងរយៈពេល5ថ្ងៃទៀតត្រូវការរបស់ដែលពិសេសជាងនេះរបស់នៅក្នុងឃ្លាំងមិនអាចយកឈ្នះគេបានទេឆិនយៀនសានអាចរកផ្សិតសុងរងប្រភេទលេខ1បានប្រហែលជាគេមានវិធីឆិនយៀនសានម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែន7000យន្តល្អណាស់សន្សំបន្តទៀតទៅគ្រួសារយើងនឹងក្លាយជាគ្រួសារ10000យន្តឆាប់នេះហើយចាំមើលថាតើនរណាខ្លះហ៊ាននិយាយថាគ្រួសារយើងក៏ដូចចានគូទៀត7000យន្តគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំនឹងឆ្លៀតឱកាសនេះថ្ងៃស្អែកខ្ញុំនឹងប្រញាប់ឡើងភ្នំដើម្បីសន្សំលុយឲ្យបានកាន់តែច្រើនការក្លាយជាគ្រួសារ10000យន្តគ្រាន់តែជារឿងពេលវេលាប៉ុណ្ណោះល្អថាតើគ្រួសារយើងអាចមានមុខមាត់ឡើងវិញបានឬអត់គឺអាស្រ័យលើអញហើយនៅតែត្រូវរកលុយទៀតប្រញាប់ក្លាយជាគ្រួសារ10000យន្តឲ្យបានមានមួយនៅទីនេះក៏មានដែរមានគ្រប់កន្លែងតែម្ដងអូឡាននេះជាលើកទី1ហើយដែលខ្ញុំបានឃើញឡាននៅក្នុងភូមិអ្នកក្រុងមកស្រុកស្រែយើងមើលទៅដូចជាពួកគេទៅផ្ទះរបស់ចិនជាងតាគាត់មិនត្រូវបានគេបញ្ឈប់ពីការងារនៅរោងចក្រទេអីអ្នកមិនដឹងទេអីគ្រួសារគាត់ខ្លាយជាអ្នកមានហើយកូនប្រុសរបស់គាត់ពូកែណាស់ក្មេងស្រីម្នាក់នេះពិតជាស្រស់ស្អាតណាស់នាងមកពីទីក្រុងហើយមើលទៅដូចជាអ្នកមានទៀតផងតើនាងពិតជាមករកគ្រួសារចិនមែនឬគ្រួសារគាត់ពិតជាមានសំណាងណាស់អ្នកស្រីឆេនតើអ្នកមកទីនេះដោយរបៀបណាឆេនឈៀវខ្ញុំមកថ្ងៃនេះគឺចង់ទិញឱសថមួយចំនួនពីអ្នកជាពិសេសយិនសិនលីងជឺនិងហ៊ីសាវូដែលជាឱសថមានតម្លៃទាំងនោះឱសថមានតម្លៃមែនទេវាមិនងាយនិយាយទេកុំបារម្ភអីតម្លៃអាចពិភាក្សាគ្នាបានវាមិនមែនជារឿងតម្លៃនោះទេអ្វីដែលរកឃើញនៅលើភ្នំគឺអាស្រ័យលើប្រេងវាសនាតាមដែលខ្ញុំដឹងអ្នករកឱសថពី3នាក់បានរកឃើញឱសថដែលមានតម្លៃបំផុតគឺយិនសិនអាយុប្រហែល50ទៅ60ឆ្នាំតែប៉ុណ្ណោះចុះលោកឆិនយិនសិននៅផ្ទះទេតើគាត់អាចមានវិធីដែរទេគាត់បានឡើងភ្នំតាំងពីព្រឹកព្រលឹមម្លេះនៅលើភ្នំមានរបស់មានតម្លៃច្រើនណាស់កន្ត្រកតែមួយប្រហែលជាដាក់មិនអស់ទេខ្ញុំត្រូវតែជ្រើសរើសយកមួយណាដែលមានពន្លឺពណ៌មាសភ្លឺជាងគេព្រោះវាច្បាស់ជារបស់មានតម្លៃបំផុតលីងជឺមិនមែនទេពន្លឺពណ៌មាសនៅតែបន្តទៅមុខទៀតរបស់មានតម្លៃពិតប្រាកដគឺនៅខាងមុខតើនេះជាអ្វីវាគឺជា Sharon មកនៅក្នុងរឿងព្រេងមែនទេរស់នៅជិតភ្នំគឺអាស្រ័យលើភ្នំរបរមួយនេះគឺមិនទៀងទាត់ឡើយថ្ងៃនេះចូលព្រៃអាចរើសបានរបស់មានតម្លៃថ្ងៃស្អែកមិនប្រកាសថាបានដៃទេត្រឡប់មកវិញឡើយសូម្បីតែអ្នកប្រមាញ់ឬអ្នកបេះថ្នាំដែលមានបទពិសោធន៍ក៏មិនហ៊ានអះអាងថាមានផលរាល់ថ្ងៃដែរពុកប្រញាប់មកមើលចុះកូនរើសបានរបស់មានតម្លៃអ្វីខ្លះថៅកែ Shen មកទីនេះដើម្បីប្រមូលទិញឱសថមានតម្លៃពួកយើងឡើងភ្នំគឺអាស្រ័យលើមេឃរឿងណាដែលធ្វើមិនបានដាច់ខាតគុំទទួលសន្យាឲ្យសោះប្រមូលទិញឱសថមានតម្លៃមែនទេចំពេលល្អណាស់សិតលីងជឺរូបរាងមិនអន់ទេប៉ុន្តែកុំអាលអោអេផ្សិតលីងជឺគ្មានអ្វីអស្ចារ្យទេមើលរបស់នេះវិញនេះគឺជាមនុស្សសេះលីងជឺមិននឹកស្មានថារឿងព្រេងអំពីមនុស្សសេះលីងជឺជារឿងពិតសោះរូបរាងមនុស្សដូចរស់រូបរាងសេះដូចមានជីវិតពិតជាមនុស្សសេះលីងជឺមែនតាមរឿងព្រេងបាននិយាយថាលីងជឺដែលមានអាយុកាលយូរអង្វែងនឹងអាចប្រែកាយជាមនុស្សតូចជិះសេះកន្លែងណាដែលសេះរត់កាត់និងដប់ផ្សិតលីងជឺមិននឹកស្មានថាខ្ញុំអាចមើលឃើញរបស់ពិតនឹងភ្នែកបែបនេះសោះរឿងព្រេងពិតជាសមហេតុផលមែនផ្សិតលីងជឺពីដើមមុននេះគឺរកឃើញនៅក្បែរមនុស្សសេះលីងជឺនឹងឯង
ថាកែ Shen តាមមនុស្សសេលីងជានេះមានតម្លៃទេលោកទិញដែរឬទេទិញប្រកាសជាទិញហើយឲ្យតែបង្ហាញខ្លួននៅក្នុងពិព័រណ៍ Ost នឹងធ្វើឲ្យវិស័យនេះរញ្ជួយមិនខានមនុស្សសេលីងជានេះមានតម្លៃពេកហើយខ្ញុំមិនដែលបានឃើញផ្ទាល់ភ្នែកពីមុនមកទេនៅលើទីផ្សារក៏មិនមានតម្លៃលក់ជាក់លាក់ដែរប៉ុន្តែខ្ញុំអាចកក់ប្រាក់ទុកមុនបានតើប្រាក់កក់ប៉ុន្មាន10000ថ្ងៃនេះខ្ញុំយកប្រាក់ចុកខ្លួនមកតែ10000ទេខ្ញុំឲ្យទាំងអស់នេះជាប្រាក់កក់បាត់10000ក៏10000ដែរអញ្ចឹងសម្រាប់តាមនឹងចុះយិនសិននេះខ្ញុំយកទៅពិព័រណ៍ Ost ដល់ពេលលក់ដាច់យើងបែងចែកគ្នាម្នាក់ពាក់កណ្ដាលយល់ព្រមធ្វើតាមអ្វីដែលអ្នកនិយាយចុះអ្នកទាំងអស់គ្នាឆាប់ត្រឡប់ទៅវិញទៅយួន Shen នេះពិតជាលុយ10000មែនទេពុកវាជាការពិតគ្រួសារយើងខ្លាយជាអ្នកមានប្រាក់10000ហើយអ្នកមានប្រាក់10000គ្រួសារយើងខ្លាយជាអ្នកមានប្រាក់10000ហើយលុយ10000បើធ្វើការនៅស្ថានឈើពីមុនតើត្រូវសន្សំប៉ុន្មានឆ្នាំទៅបានយួន Shen ពួកយើងមកលេងឯងហើយមានការអីមែនទេបានជាពួកឯងមកទីនេះយួន Shen ថ្ងៃនេះឯងរកលុយបានច្រើនទៀតហើយមែនទេខ្ញុំទៅតែពួកឯងនិយាយពីអ្នកមានប្រាក់10000តើវាជាការពិតទេគ្រាន់តែសំណាងល្អប៉ុណ្ណោះជោគភ្នំរកបានផលអនុផលព្រៃឈើខ្លះលើកទី1អាចថាជាសំណាងតែបើលើកទី2ទី3នោះគឺជាសមត្ថភាពហើយខ្ញុំមើលឃើញថាយួន Shen ម្នាក់នេះពូកែតាំងពីតូចមកម្លេះថ្ងៃនេះខ្ញុំដេញចាប់បានជ្រូកព្រៃមួយតាមផ្លូវវាក៏ធាត់ល្អដែរចែកគ្នាទាំងអស់គ្នាទៅយកទៅផ្ទះសាកល្បងញ៉ាំមើលយួន Shen តើឯងនឹងក្មេងស្រីដែលបើកឡាននោះមានទំនាក់ទំនងអីនឹងគ្នាគាត់ជាថៅកែធំនៅទីក្រុងខ្ញុំគ្រាន់តែរកស៊ីបន្តិចបន្តួចជាមួយគាត់ប៉ុណ្ណោះខ្ញុំមើលទៅមិនមែនត្រឹមតែប៉ុណ្្នឹងទេក្មេងស្រីនោះទាំងស្អាតទាំងមានលុយសុខចិត្តបើកឡានមកក្នុងភូមិរកឯងទៀតគាត់ពិតជាយកចិត្តទុកដាក់នឹងឯងណាតើពួកឯងគិតថាលេងមីលិនពេលនេះប្រកាសជាស្ដាយក្រោយស្លាប់ហើយមែនទេស្ដាយក្រោយមានប្រយោជន៍អីបើមានភ្នែកតែមើលមិនឃើញតម្លៃមនុស្សយួនសានឯងគិតថាស៊ីវសិនយ៉ាងម៉េចដែរយ៉ាងម៉េចអីនាងល្អតើខ្ញុំមើលទៅក្មេងស្រីម្នាក់នោះប្រហែលជាមានចិត្តលើឯងហើយឯងនិយាយផ្ដេសផ្ដាសអីហ្នឹងកូនស្រីថៅកែធំតើគេអាចចាប់អារម្មណ៍ខ្ញុំបានយ៉ាងម៉េចមិនប្រកាសទេបើគ្មានចិត្តលើឯងហេតុអីថ្ងៃនេះនាងសុកចិត្តមកប្រមូលថ្នាំដោយខ្លួនឯងមិនក៏នាងត្រឡប់មកវិញឆាប់ចូលមកភ្លៀងខ្លាំងណាស់ឡានខ្ញុំបើកចេញទៅមិនទាន់បានឆ្ងាយផងក៏ភ្លៀងខ្លាំងហើយឡានក៏ខូចទៀតខ្ញុំចង់រកកន្លែងជ្រកភ្លៀងបន្តិចទីនេះខ្ញុំមិនសូវស្គាល់ផងគ្មានបញ្ហាពិតជាគ្មានបញ្ហាខ្ញុំមើលទៅភ្លៀងនេះប្រហែលជាមិនឈប់ទេយប់នេះស្នាក់នៅផ្ទះពូយើងមួយយប់ចុះចាំស្អែកឲ្យយុនសានជួយជួសជុលឡានត្រូវទេយុនសាននេះធ្វើបែបនឹងសំដែរទេតើវាមិនរំខានពេកទេមិនអីទេគ្មានអ្វីរំខានទេស្អែកព្រលឹមខ្ញុំនឹងជួយជួសជុលឡានមិនយឺតពេលទេសម្រាប់តាមនឹងចុះយុនសានឯងត្រូវមើលថែស៊ីវសិនឲ្យបានល្អពូរបស់ឯងហើយខ្ញុំទៅយប់នេះខ្ញុំមិនមកវិញទេយប់នេះនាងស្នាក់នៅទីនេះចុះរឿងនោះឬក៏មិនបាច់ទេសុំទោសផងធម្មតាមិនសូវបានរៀបចំប៉ុន្មានទេចាំខ្ញុំទៅយកភួយស្អាតមកចាសអញ្ចឹងក៏បានខ្ញុំគេងនៅខាងក្រៅមានការអីហៅខ្ញុំបានមានរឿងអីកណ្ដុរមានកណ្ដុរចូលក្នុងអាវខ្ញុំហា